រក្សាអាចកំបាំងផ្ទាល់ខ្លួនទាំងសងខាងហើយចុះទី3ខ្ញុំមិនខ្វល់ថាលោកចង់តោងខ្ញុំមានបំណងអីទេតែខ្ញុំជំពាក់គុណលោកបើលោកចង់ចាក់ចេញបានគ្រប់ពេលដំបងប៉ាខ្ញុំឲ្យខ្ញុំរៀបការជាមួយលោកប្រកាសជាមានហេតុផលពេលចាំបាច់ខ្ញុំនឹងជួយលោកល្អយល់ព្រមតែខ្ញុំក៏មានលក្ខខណ្ឌមួយដែរកំឡុងពេលដែលពួកយើងពន្យាពេលរៀបការនាងមិនអាចមាននៅក្រៅទេល្អអញ្ចឹងយប់នាងតើគេងនៅបន្ទប់នោះហើយពិតជាមិននឹកស្មានថាឈិញយិនខ្ញុំក៏មានថ្ងៃដាក់តោងទៀមអ្នកផ្សេងរៀបការដែរមិនបានពេលនេះទៅតែបញ្ញាបរមមជ្ឈបាយឆាប់រកលុយមួយចំនួនមកលោកតាកាលនោះលោកតាប្រាប់ខ្ញុំថាពេលដែលខ្ញុំជួបគ្រោះថ្នាក់អាចមករកឈិនចេញឡានបានតែនេះគ្រាន់តែចំណេញចាំជ្រូកធម្មតាម្នាក់តែប៉ុណ្ណោះជួយខ្ញុំមិនបានទេអូនសំឡាញ់ទៅណានឹងដាក់ចំណីជ្រូកដាក់ចំណីជ្រូកកំពុងតែឃ្លានផងប៉ាឈិញយិនបាត់ខ្លួន3ខែហើយខ្ញុំថាគេច្បាស់ជាស្លាប់បាត់ទៅហើយរោគបន្តទៀតទៅ